សៀវភៅភារកិច្ចដ៏លំបាកនៃការអธิบายដែលនិពន្ធដោយបណ្ឌិតចនសូបជំពូកទី3ការអธิบายពីព្រះគ្រីស្ទប្រសិនបើការអธิบายរបស់យើងដើម្បីសង់ស្ពានចម្លងរវាងព្រះគម្ពីរនិងពិភពលោកនោះកិច្ចការដំបូងដែលយើងត្រូវធ្វើគឺត្រូវដោះស្រាយប្រធានបទចម្បងនៃជីវិតមនុស្សដូចជាតើគោលបំណងនៃជីវិតរស់នៅរបស់យើងជាអ្វីតើជីវិតមានអ្វីជាសំខាន់តើជីវិតខ្ញុំចេញមកពីណាតើខ្ញុំនឹងទៅកន្លែងណាតើការធ្វើជាមនុស្សមានន័យយ៉ាងដូចម្តេចតើមនុស្សមានលក្ខណៈខុសពីសត្វយ៉ាងដូចម្តេចហេតុអ្វីបានជាមនុស្សទាំងអស់ទន្ទឹងចង់ថ្វាយបង្គំតើសេរីភាពជាអ្វីហេតុអ្វីបានជាមានគម្លាតដ៏គួរឲ្យឈឺចាប់មួយរវាងអ្វីដែលជាខ្ញុំនិងអ្វីដែលខ្ញុំទន្ទឹងចង់ក្លាយជាតើមានផ្លូវណាមួយដើម្បីនឹងលុបចោលពិរុទ្ធភាពនិងភាពអាម៉ាស់ដែលឬទេហេតុអ្វីបានជាយើងស្រេកឃ្លានចង់បានសេចក្តីស្រឡាញ់ភាពស្កប់ស្កល់ខាងផ្លូវភេទអាពាហ៍ពិពាហ៍ជីវិតគ្រួសារនិងសហគមន៍ប៉ុន្តែជាមួយគ្នាយើងក៏ទទួលបទពិសោធន៍នៃអារម្មណ៍ដ៏គ្រោះថ្នាក់ដូចជាការច្រណែនការឈ្នះនេះសង្អប់ស្រើបស្រាលនិងគុំគួនហេតុអ្វីបានជាយើងមានអារម្មណ៍ដាច់ឆ្ងាយពីអ្នកដទៃតើខ្ញុំអាចស្រឡាញ់អ្នកជិតខាងខ្ញុំបានដែរឬទេហេតុអ្វីបានជាមានការអាក្រក់និងការរងទុក្ខតើយើងអាចរកបាននូវសេចក្តីក្លាហានដើម្បីប្រឈមមុខនឹងជីវិតសេចក្តីស្លាប់និងអ្វីដែលអាចនៅបន្ទាប់ពីសេចក្តីស្លាប់ដោយរបៀបណាតើសេចក្តីសង្ឃឹមអ្វីដែលអាចលើកទឹកចិត្តយើងបាននៅក្នុងសេចក្តីអស់សង្ឃឹមរបស់យើងមនុស្សបានសួរសំណួរទាំងនេះនោះគ្រប់ជំពូកសំណួរទាំងនេះឆ្លុះបញ្ចាំងពីលក្ខណៈរបស់មនុស្សជាតិដូចជាព្រះជាម្ចាស់បានបើកសម្ដែងឲ្យឃើញនៅក្នុងព្រះគម្ពីរដូចជាព្រះជាម្ចាស់បានបង្កើតយើងមកឲ្យមានសេចក្តីថ្លៃថ្នូរក្នុងរូបអង្គទ្រង់ហើយជាមួយគ្នានេះយើងក៏ជាបាបជនដែលបានធ្លាក់ក្នុងអំពើបាបហើយមានពិរុទ្ធព្រះយេស៊ូវគ្រីស្ទផ្ដល់នៅចម្លើយចំពោះសំណួរទាំងនេះឬបើមិនដូច្នោះទេទ្រង់បើកសម្ដែងឲ្យយើងយល់ពីអាថ៌កំបាំងដ៏ជ្រៅដូចជាការឈឺចាប់និងការអាក្រក់ជាងអ្នកណាផ្សេងទៀតទាំងអស់ទ្រង់ជាអ្នកបំពេញគ្រប់ទាំងសេចក្តីប៉ងប្រាថ្នារបស់មនុស្សព្រះគម្ពីរកូឡូសជំពូក2ខ3ដូច្នេះហើយយើងត្រូវតែអธิบายពីព្រះគ្រីស្ទឲ្យលើសពីអ្វីផ្សេងទៀតទាំងអស់ប្រសិនបើយើងចង់រកឃើញប្រាជ្ញាពិតប្រាកដចង់មានទំនាក់ទំនងដ៏ត្រឹមត្រូវជាមួយនឹងព្រះជាម្ចាស់ឬចង់រីកចម្រើនខាងអត្តចរិតនោះយើងត្រូវតែបែរទៅរកព្រះយេស៊ូវគ្រីស្ទត្បិតព្រះជាម្ចាស់បានតាំងព្រះគ្រីស្ទឡើងដែលទ្រង់ត្រូវចាប់ឆ្កាងនិងបានប្រោះឲ្យរស់ពីសុគតឡើងវិញដើម្បីធ្វើឲ្យរាជរបស់ទ្រង់ស្កប់ចិត្តព្រះគ្រីស្ទដែលយើងអธิบายនោះមិនមែនជាព្រះគ្រីស្ទនៅក្នុងលំហក៏មិនមែនជាព្រះគ្រីស្ទដែលនៅដាច់ឆ្ងាយមិនមានអ្វីទាក់ទងនឹងជីវិតជាក់ស្ដែងហើយក៏មិនមែនជាព្រះយេស៊ូវគ្រីស្ទនៃប្រវត្តិសាស្ត្រនោះដែរពីមុនព្រះគ្រីស្ទទ្រង់មានព្រះជន្មរស់លើផែនដីនេះហើយបានសុគតតែឥឡូវនេះទ្រង់មានព្រះជន្មរស់ឡើងវិញហើយថែមទាំងគ្រប់គ្រងលើទាំងអស់ទ្រង់បានធ្វើឲ្យយើងស្គាល់ពីតម្លៃខ្លួនយើងដោយព្រោះទ្រង់ធានាថាទ្រង់នឹងផ្ដល់សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដល់យើងទ្រង់រំដោះយើងឲ្យមានសេរីភាពពីពិរុទ្ធភាពនិងភាពអាម៉ាស់ដោយព្រោះទ្រង់បានសុគតជំនួសយើងគេចផុតពីគុក
ในភាពអាត្មានិយមរបស់យើងដោយសារប្រជាស្ដារនៃការរស់ពីសុគតឡើងវិញរបស់ទ្រង់យើងមិនត្រូវរស់នៅក្នុងភាពភ័យខ្លាចទេដោយព្រោះទ្រង់គ្រងរាជលើទាំងអស់ទ្រង់ផ្ដល់អត្ថន័យដល់អាពាហ៍ពិពាហ៍និងគ្រួសារផ្ដល់អត្ថន័យដល់ការងារនិងការសម្រាកលំហែហើយទ្រង់ផ្ដល់អត្ថន័យដល់បុគ្គលម្នាក់និងសង្គមជាតិទាំងមូលទ្រង់សន្យាដល់យើងថាប្រវត្តិសាស្ត្រមានអត្ថន័យហើយនឹងមានពេលបញ្ចប់ថ្ងៃមួយទ្រង់នឹងយាងមកជាលើកទី2ដើម្បីបញ្ចប់ប្រវត្តិសាស្ត្រនិងបំផ្លាញសេចក្តីស្លាប់ព្រមទាំងនាំមកនៅពិភពមួយថ្មីដែលជាពិភពលោកនៃសេចក្តីសុចរិតនិងសន្តិភាពការអធិប្បាយពីក្របសីលធម៌ការសង់ស្ពានចម្លងក៏តម្រូវឲ្យយើងលើកឡើងពីបញ្ហាទាក់ទងនឹងក្របសីលធម៌និងសង្គមដែលជាឥទ្ធិពលដល់អ្នកស្ដាប់របស់យើងនិងសង្គមដែលយើងរស់នៅផងដែរត្បិតដំណឹងល្អមិនមែននិយាយតែពីសេចក្តីសង្គ្រោះរបស់យើងប៉ុណ្ណោះទេប៉ុន្តែដំណឹងល្អក៏និយាយអំពីការញែកជាបរិស័ទរបស់យើងផងដែរលោកយ៉ាកុបបានទទួលថាសេចក្តីជំនឿបើគ្មានការប្រព្រឹត្តតាមនោះឈ្មោះថាស្លាប់ហើយយ៉ាកុបជំពូក 2 ខ 26 អាកប្បកិរិយាដែលត្រឹមត្រូវតាមក្របសីលធម៌មិនមែនជាលទ្ធផលដោយស្វ័យប្រវត្តិចេញពីការទទួលដំណឹងល្អនោះទេអាកប្បកិរិយានេះត្រូវតែមានអ្នកបង្រៀនដូច្នេះហើយបានជាពួកសាវកដែលប្រកាសដំណឹងល្អក៏បានផ្ដល់នូវសេចក្តីបង្រៀនពីក្របសីលធម៌យ៉ាងច្បាស់លាស់ការដែលបង្រៀនពីខ្នាតគំរូនៃការប្រព្រឹត្តតាមក្របសីលធម៌ដែលធ្វើឲ្យដំណឹងល្អកាន់តែមានសោភ័ណភាពឡើងហើយទទូចដល់អ្នកស្ដាប់របស់យើងពិចារណាពីខ្នាតគំរូទាំងនោះគឺមិនមែនជាក្រឹតវិន័យនិយមនោះទេហើយក៏មិនមែនជាពួកផារីស៊ីនិយមដែរប៉ុន្តែជាជំនឿគ្រីស្ទបរិស័ទដែលធ្វើតាមពួកសាវកវិញទំនួលខុសត្រូវរបស់គ្រូអធិប្បាយគឺបានលាតត្រដាងឲ្យឃើញយ៉ាងច្បាស់នៅក្នុងសម្បត្តិរបស់លោកប៉ូលផ្ញើទៅកាន់លោកទីតូសលោកប៉ូលបានបង្គាប់លោកទីតូសឲ្យបង្រៀនតែសេចក្តីណាដែលសំណំនឹងសេចក្តីបង្រៀនដ៏ត្រឹមត្រូវចំពោះពួកសាវកនិងសម្ដែងខ្លួនឲ្យបានល្អដើម្បីឲ្យបានតាក់តែងសេចក្តីបង្រៀនរបស់ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នាក្នុងគ្រប់ការទាំងអស់ការប្រព្រឹត្តតាមសីលធម៌នៅក្នុងកាន់ទីតូសចំពុក 2 ខ 1 ដល់ 10 លោកប៉ូលបានផ្ដល់នៅសេចក្តីបង្គាប់យ៉ាងលម្អិតសម្រាប់ក្រុមខុសៗគ្នានៅក្នុងពួកជំនុំបរិយាចាស់គឺត្រូវសម្ដែងខ្លួនដោយមានការទទួលខុសត្រូវហើយត្រូវមានចិត្តសប្បុរសធ្ងន់ធ្ងរហើយដឹងខ្នាតហើយពួកស្រីចាស់ត្រូវសម្ដែងខ្លួនឲ្យគេគោរពក៏សរសើរហើយត្រូវបង្រៀនដល់ស្ត្រីដែលក្មេងជាងអំពីទំនួលខុសត្រូវរបស់ពួកគេចំពោះប្តីនិងកូនចំណែកឯលោកទីតូសផ្ទាល់គឺត្រូវបង្ហាញពីគំរូល្អដល់ពួកបុរសដែលក្មេងជាងហើយត្រូវដាស់តឿនពួកគេឲ្យមានចិត្តនឹងធឹងពួកបាវបម្រើវិញត្រូវខំគើបចិត្តដល់ចៅហ្វាយរបស់ខ្លួនដោយខំធ្វើការនិងមានចិត្តស្មោះត្រង់សេចក្តីបង្គាប់ទាំងនេះបង្ហាញយ៉ាងច្បាស់ថានៅពេលដែលយើងប្រកាសពីដំណឹងល្អយើងត្រូវតែបើកបង្ហាញឲ្យគេឃើញពីលទ្ធផលខាងឯសីលធម៌ដែលកើតចេញពីដំណឹងល្អនេះស្រដៀងគ្នានេះដែលនៅពេលយើងបង្រៀនពីអាកប្បកិរិយារបស់គ្រីស្ទបរិស័ទនោះយើងត្រូវតែបង្រៀនពីដំណឹងល្អដែលជាមូលដ្ឋានគ្រឹះនៃអាកប្បកិរិយានោះ